សម្ដេចតេជោហ៊ុនសែនអរគុណឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានចូលរួមស្វែងរកដំណោះស្រាយចំនួនព្រំដែនកម្ពុជាថៃក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍តាន់ស្រីដាន់តុសេរីហាជីម៉ាឡេរ៉ាហ្សាក់ប៊ីនស៊ូឡៃម៉ាន់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៅថ្ងៃទី11ខែកក្កដាឆ្នាំ2026សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនិងគណៈប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាហើយសម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាផ្នែកនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ីនិយាយជារួមហើយនិយាយដោយឡែកគឺនៅក្នុងកិច្ចសហប្រតិបត្តិការនៃកងទ័ពនិងកងទ័ពរវាងប្រទេសទាំងពីរហើយសម្ដេចក៏បានអបអរសាទរចំពោះឯកឧត្តមតាន់ស្រីដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីក្នុងឱកាសនោះដែរសម្ដេចតេជោហ៊ុនសែនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍តាន់ស្រីក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជានិងថៃជាពិសេសនៅក្នុងអាណត្តិដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ានដែលបាននាំឲ្យមានការបង្កើតទៅជាក្រុមការងារ AOT ដែលសម្ដេចតេជោបានចាត់ទុកនេះគឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានទន្ទឹមនឹងនោះសម្ដេចតេជោហ៊ុនសែនក៏បានចែករំលែកអំពីស្ថានភាពព្រំដែនកម្ពុជានិងថៃផងដែរដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃដោយឈលលើការដោះស្រាយដោយសន្តិវិធីនិងឈលលើមូលដ្ឋានច្បាប់អន្តរជាតិឯកឧត្តមនាយឧត្តមសេនីយ៍តាន់ស្រីក៏បានលើកឡើងដោយកោតសរសើរចំពោះសម្ដេចតេជោហ៊ុនសែនថាជាមេដឹកនាំមួយដែលឯកឧត្តមគោរពដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍហើយឯកឧត្តមពិតជាគោរពចំពោះបទពិសោធន៍និងការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនហើយឯកឧត្តមក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីផងដែរ